ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងមកចែកម្លែកពីរបៀបបង្កើតក្រុម Telegram អញ្ចឹងជាដំបូងយើងចូលមកកម្មវិធី Telegram អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានចុច Like Share ឬ Subscribe Channel ជួយចុច Like Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងធ្វើការបង្កើតក្រុមរបស់យើងអញ្ចឹងបន្ទាប់ពីយើងចូលមកដល់កន្លែងនេះហើយយើងមើលមកខាងក្រោមនៅខាងស្ដាំដៃដែលមានរូបសញ្ញាខ្មៅដៃចុចលើវាមកបាទមកដល់តនេះដែរយើងមើលមកខាងលើនៅខាងឆ្វេងដៃនេះមាន3ជម្រើសខាងលើនេះមាន U group U connect និង U channel អញ្ចឹងយើងបង្កើតក្រុមអញ្ចឹងយើងមើលយកជម្រើសខាងលើនេះមក New group នេះមកចុចលើវាមកបន្តមកទៀតមកដល់ទៅនេះដែរយើងមើលមកខាងក្រោមដែលមានរូបសញ្ញាពូនខៀវៗនេះចុចលើវាទៀតមកមកដល់ទៅនេះដែរយើងគេធ្វើការដាក់ឈ្មោះវាអញ្ចឹងយើងធ្វើការដាក់ឈ្មោះមកឧទាហរណ៍ដាក់ថា Printing បាទព្រោះយើងដាក់ឈ្មោះមកយើងធ្វើការដាក់ photo វានេះយើងចុចទៅលើរូបកាមេរ៉ានេះសម្រាប់រូប photo នេះយើងចាំដាក់ក្រោយក៏បានយើងដាក់ហើយក៏បានដែរអញ្ចឹងខ្ញុំធ្វើការដាក់ហើយដើម្បីបង្ហាញបងប្អូនចុចលើរូបកាមេរ៉ានេះមកបាទគឺខ្ញុំអត់មានរូបអីដាក់ទេអញ្ចឹងខ្ញុំយករូបនេះចុះរូបទានេះអញ្ចឹងបន្ទាប់ពីយើងដាក់ហើយយើងចុចមើលខាងក្រោមនេះដែលមានពាក្យថា set group photo ចុចលើវាទៀតមកបាទបន្ទាប់ពីយើងចុចហើយយើងមើលមកខាងក្រោមនៅខាងស្ដាំដៃរូបសញ្ញាគ្រីសនេះយើងចុចលើវាទៀតមកបាទអញ្ចឹងឃើញថាយើងបានបង្កើតក្រុមមួយដោយជោគជ័យហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណសម្រាប់ការតាមដានសូមជួយចុច Like Share និង Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណច្រើនជំរាបលាបាយបាយ